muốn chưa thôi con mơ bên con muốn đơn không nào trước mấy người mấy kia bạn là buôn mơ thẳng qua một người các bạn này làm sao ăn ăn ôm nhỉ sao do ở cái này nó phải con mới sai sắp hai sắp bên không phải cho con muốn con không làm cái này là chồng ở các một chắc là chưa sai đâu phải cây cho đâu phải cho hai con chia là sao cần bao nhiêu bao nhiêu ha anh ta có cái con chim mình ta thật cô tỏ sai sắp ra sợ tại sao anh ta có cái chim mình ta thật đâu bị sai cái bị sai vào ta không chịu ăn sau đó con là mình bắt một ai mơ ở mình không biết ôm bà rồiអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Daily News ខ្ញុំនីតាជាអ្នកយកសារព័ត៌មានក្នុងថ្ងៃនេះហើយក៏សូមស្វាគមន៍លោកលីឆាយដែលបានផ្ដល់កិត្តិយសមកកម្មវិធីរបស់យើងសម្រាប់ថ្ងៃនេះដែរខ្ញុំមានព័ត៌មានដែលទាក់ទងនឹងសេដ្ឋកិច្ចរបស់កម្ពុជាដែលនិយាយអំពីរូបិយប័ណ្ណ2គឺប្រាក់រៀលនិងប្រាក់ដុល្លារកុំឲ្យខាតពេលយូរសូមចូលទៅកាន់ការសម្ភាសន៍ទាំងអស់គ្នាជាមួយនឹងវាគ្មិនរបស់យើងសម្រាប់សំណួរទី1នេះដែរលោកលីឆាយតើការហូរចូលឬហូរចេញនៃប្រាក់ដុល្លារនៅក្នុងសេដ្ឋកិច្ចប៉ះពាល់ដល់បរិមាណរូបិយប័ណ្ណសរុបនិងអត្រាអតិផរណាយ៉ាងដូចម្តេចតើធនាគារជាតិនៃកម្ពុជាមានសមត្ថភាពកម្រិតណាដើម្បីគ្រប់គ្រងឥទ្ធិពលនេះតាមរយៈការសិក្សានៃប្រព័ន្ធសេដ្ឋកិច្ចឬម៉ាក្រូសេដ្ឋកិច្ចរួចមកយើងដឹងថាឥទ្ធិពលនៃការហូរចូលនិងការហូរចេញនៃប្រាក់ដុល្លារសហរដ្ឋអាមេរិកនៅលើប្រទេសកម្ពុជាវាបានជាឥទ្ធិពលយ៉ាងខ្លាំងទៅលើកត្តាធំៗពីរកត្តាមួយទី1គឺបរិមាណនៃរូបិយប័ណ្ណសរុបមួយទៀតនោះគឺអត្រាអតិផរណាដែលយើងដឹងថាបរិមាណនៃរូបិយប័ណ្ណសរុបនៅពេលដែលលុយដុល្លារបានហូរចូលមកប្រទេសកម្ពុជានោះបរិមាណនៃរូបិយប័ណ្ណសរុបវាក៏អាចចរាចរកើនឡើងផងដែរផ្ទុយទៅវិញការហូរចូលនៃប្រាក់ដុល្លារក៏អាចកាត់បន្ថយនៃបរិមាណរូបិយប័ណ្ណនៅក្នុងស្រុកផងដែរហើយមួយទៀតយើងនិយាយអំពីអត្រាអតិផរណាបើនិយាយពីអត្រាអតិផរណាវិញយើងសិក្សានៅគោលធំពីរការហូរចូលនៃប្រាក់ដុល្លារនិងការហូរចេញនៃប្រាក់ដុល្លារចំណែកការហូរចូលនៃប្រាក់ដុល្លារយើងដឹងហើយថាការហូរចូលនៃប្រាក់ដុល្លារច្រើនក៏អាចធ្វើឲ្យមានសម្ពាធអតិផរណាផងដែរទាំងនេះអាចធ្វើឲ្យលុយនៅក្នុងស្រុករបស់យើងអាចនឹងធ្លាក់ចុះហើយមួយទៀតនោះការហូរចេញនៃប្រាក់ដុល្លារការហូរចេញនៃប្រាក់ដុល្លារដែលយើងដឹងហើយថានៅពេលដែលការហូរចេញនៃប្រាក់ដុល្លារកាន់តែច្រើនវាអាចជួយកាត់បន្ថយនៃសម្ពាធអតិផរណានៅក្នុងស្រុកបានរយៈពេលខ្លីប៉ុន្តែវាអាចប៉ះពាល់ទៅដល់បញ្ហាធំៗពីរនៅក្នុងស្រុកនោះពាក់ព័ន្ធមួយសេដ្ឋកិច្ចហើយនឹងពាក់ព័ន្ធមួយការខ្វះខាតនៃសាច់ប្រាក់ផងដែរហើយទន្ទឹមនឹងទៀតធនាគារជាតិនៃប្រទេសកម្ពុជាក៏មានការគ្រប់គ្រងនៅឥទ្ធិពលទាំងអស់នេះដោយធនាគារបានចេញនៅសមាជិកដែលមានកម្រិតនៅសេដ្ឋកិច្ចកម្ពុជាដោយបានវិភាគថាជាប្រព័ន្ធសេដ្ឋកិច្ចប្រើប្រាស់រូបិយប័ណ្ណច្រើនហើយក្នុងនោះធនាគារជាតិក៏បានមានគោលការណ៍ដូចជាគោលនយោបាយរូបិយវត្ថុមានកម្រិតដោយនៅក្នុងប្រទេសប្រើប្រាស់ប្រាក់ដុល្លារខ្ពស់ធនាគារកណ្ដាលក៏មិនអាចគ្រប់គ្រងបានដែរដោយទាំងនោះយើងដឹងថាធនាគារជាតិមិនអាចគ្រប់គ្រងលុយដុល្លារទាំងអស់ទេហើយក៏មិនមែនជាអ្នកផលិតលុយដុល្លារដែរគេគ្រាន់តែរៀងខាត់វានិងមានវិធានការមួយចំនួនហើយមួយទៀតនោះជំរុញឲ្យមានការប្រើប្រាស់ប្រាក់រៀលនេះគឺជាគោលការណ៍របស់ធនាគារជាតិដែលបានចេញគោលការណ៍នេះមានរយៈពេលវែងយូរណាស់មកហើយដែលផ្អែកទៅលើប្រាក់ដុល្លារនិងលើកកម្ពស់ប្រាក់រៀលខ្មែរនេះបានជួយឲ្យបង្កើននូវប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុរបស់ខ្លួនអរគុណលោកលីឆាយសម្រាប់ការរៀបរាប់ដ៏ក្បោះក្បាយនេះឥឡូវឈានចូលដល់សំណួរទី2ហេតុអ្វីបានជាអត្រាប្រូប្រាក់ហាក់ដូចជាមិនស្ថិតស្ថេរក្នុងរង្វង់4,000រៀលទៅ1ដុល្លារតើនេះគ្រប់គ្រងដោយរដ្ឋាភិបាលទេអរគុណសម្រាប់សំណួរបើយើងនិយាយពីត្រង់អត្រាប្រូប្រាក់និងការគ្រប់គ្រងរបស់រដ្ឋាភិបាលវិញយើងនឹងថាអត្រាប្រូប្រាក់ធៀបទៅនឹងប្រាក់ដុល្លារហាក់ដូចជាមិនស្ថិតស្ថេរគង់វង្ស4,000រៀលទៅ1ដុល្លារដោយសារតែ
នេះមិនមែនតែគ្រប់គ្រងដោយរដ្ឋាភិបាលទាំងស្រុងទេតែវាជាការគ្រប់គ្រងរបស់ធនាគារជាតិដោយគេហាក់ដឹងពីចំណុចគឺចំណុចទី1មិនមែនគ្រប់គ្រងដោយផ្ទាល់ទាំងស្រុងប៉ុន្តែត្រូវរក្សាលំនឹងនេះអាចនិយាយបានថាអត្រាប្តូរប្រាក់មិនត្រូវបានកំណត់ឬគ្រប់គ្រងដោយរដ្ឋាភិបាលហើយមួយទៀតនោះគោលដៅនៃការរក្សាលំនឹងគោលដៅនៃការរក្សាលំនឹងគឺមានសារៈសំខាន់ក្នុងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជារបស់យើងព្រោះវាបានជួយកាត់បន្ថយហានិភ័យនៃអាជីវកម្មរបស់ប្រជាពលរដ្ឋនិងអ្នកវិនិយោគទុនដូចជាការការពារអតិផរណាដែលបណ្ដាលមកពីការប្រែប្រួលអត្រាប្រាក់ផងដែរឥឡូវឈានមកដល់សំណួរទី3ដែលជាសំណួរចុងក្រោយតើរដ្ឋាភិបាលអាចធានាស្ថិរភាពតម្លៃដោយរបៀបណានៅពេលដែលរូបិយប័ណ្ណពីរកំពុងប្រើប្រាស់យ៉ាងសកម្មដោយចំណុចតម្លៃនេះដើម្បីធានានូវស្ថិរភាពនៃតម្លៃខណៈដែលរូបិយប័ណ្ណទាំងពីរកំពុងតែប្រើប្រាស់យ៉ាងសកម្មឬរដ្ឋាភិបាលអនុវត្តនៅយុទ្ធសាស្ត្រដូចជាការរក្សាលំនឹងនៃការរក្សាលំនឹងអត្រាប្តូរប្រាក់ដែលយើងដឹងថាធនាគារជាតិនៃប្រទេសកម្ពុជាបានអនុវត្តនៅអន្តរាគមន៍ជាច្រើនជាប្រចាំលើទីផ្សារប្តូរប្រាក់ដើម្បីធានារក្សាអត្រាប្តូរប្រាក់រៀងប្រាក់ឡើងមានភាពស្ថិតស្ថេរមួយទៀតនោះគឺការគ្រប់គ្រងនៃសាច់ប្រាក់ការគ្រប់គ្រងសាច់ប្រាក់ធនាគារជាតិនៃកម្ពុជាគ្រប់គ្រងសាច់ប្រាក់រៀលនៅក្នុងប្រព័ន្ធដើម្បីធានាបាននៅមិនមានការគ្រប់គ្រងប្រាក់ច្រើនពេកដោយអាចបណ្ដាលឲ្យមានអតិផរណាមួយទៀតនោះគឺគោលនយោបាយសារពើពន្ធប្រកបដោយការប្រុងប្រយ័ត្នដល់ចំចំណុចនេះរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើគោលនយោបាយសារពើពន្ធប្រកបដោយការប្រុងប្រយ័ត្ននេះដោយគ្រប់គ្រងការចំណាយប្រាក់និងបំណុលសាធារណៈមួយទៀតនោះគឺការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅត្រង់ចំណុចនេះការលើកកម្ពស់នៃការប្រើប្រាស់ប្រាក់រៀលវាពិតជាមានសារៈសំខាន់ណាស់នៅក្នុងប្រទេសមួយដោយសារតែប្រាក់រៀលនៅក្នុងប្រទេសខ្មែរមានភាពទូលំទូលាយដូចជាការកំណត់នៃតម្លៃទំនិញនិងសេវាកម្មជាប្រាក់រៀលនិងការលើកទឹកចិត្តឲ្យមានការប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ប្រចាំថ្ងៃជួយបង្កើននូវប្រសិទ្ធភាពគោលនយោបាយធនាគារជាតិនៃកម្ពុជានៅពេលដែលប្រាក់រៀលបានប្រើប្រាស់កាន់តែច្រើនទៅហើយធនាគារកណ្ដាលមានសមត្ថភាពកាន់តែខ្លាំងក្នុងការគ្រប់គ្រងបរិមាណប្រាក់និងតម្លៃមួយទៀតនោះគឺការរក្សាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចនៅត្រង់ចំណុចនេះក្រៅពីវិធានការនៃរូបិយវត្ថុរដ្ឋាភិបាលបានផ្ដោតទៅលើការរក្សាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចដូចជាការជំរុញឲ្យមានសេដ្ឋកិច្ចការទាក់ទងនៃវិនិយោគទុននៅក្នុងស្រុកនិងក្រៅស្រុកការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិកំណើននៃសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនិងបរិយាកាសល្អការស្រូបយកបរិមាណនៃរូបិយប័ណ្ណក្នុងការចរាចរណ៍ការកាត់បន្ថយសម្ពាធនៃអតិផរណាហើយទាំងអស់នេះហើយដែលធ្វើឲ្យរដ្ឋាភិបាលធានាបាននៅគោលការណ៍ទាំងអស់ហើយសំណួរក៏ចម្លើយក៏អស់អរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកម្មវិធីយើងនេះយើងខ្ញុំ7នាក់សូមអរគុណសូមជម្រាបលាเราจะข้อความใหญ่ข้อมูลเอาในจังหวัดในสถานการณ์ก็แบบการวิจัยแล้วเป็นการล่าในจังหวัดอยู่ในเมืองไทยจังหวัดใดเช่นแรกเรื่องของการโอกาสและอัตราของการวิจัยเยอะมีการทักโดมันแค่ให้ตรงนี้เรื่องของอะไรใช้ใจในบ่อพวกแค่กับการกับเชี่ยมโดแปะเรื่องของไอ้ชั้นแปะแต่เรื่องของบ้านใดบ้านรอจนหมดใช่หมดก็ปีบ้านมือคือโอ้โหให้กับแต่โบบ้านใหญ่หน่อยเนาะคอยปลุกมันโยเลยก่อนถ้าเขาใช้โบบ้านชาวบ้าน